ក្រោយពីខ្ញុំធ្វើការបានកន្លះថ្ងៃធ្វើការរបស់ខ្ញុំគាត់ក៏បានមកពួនខ្ញុំមកខាងខេត្តប្រាជីនដើម្បីមកទិញដើមមកខុដហើយនឹងដើមប្រាងពុកម៉ែបងប្អូនព្រោះអីគឺគាត់យកទៅដាំនឹងកន្លែងដីក្មួយប្រុសរបស់គាត់គឺគាត់ចាប់ដើមទិញដើមឈើហើយពុកម៉ែបងប្អូនចាំខ្ញុំប្រាប់ពុកម៉ែបងប្អូនហើយនឹងបង្រៀនពុកម៉ែបងប្អូនអំពីការដាំហើយឥឡូវគឺថៅកែគាត់ក៏បានមកទិញយកទៅទុកក្នុងផ្ទះគាត់សិនពុកម៉ែបងប្អូនគាត់ទិញយកទុកដល់ពេលដីធ្វើអីរួចមិនកាត់ដាំដល់ពេលដាំចាំខ្ញុំបង្រៀនពុកម៉ែបងប្អូនហើយចំពោះដើមមង្ឃុតនេះពុកម៉ែបងប្អូនគឺ1500បាតពុកម៉ែបងប្អូនបើគិតជាលុយខ្មែរយើងប្រហែលជា160000រៀលចឹងផងដែរពុកម៉ែបងប្អូនគឺថ្លៃមែនទែនទាំងខុដទាំងអីហើយក្រោយពីទិញរួចថៅកែគាត់ក៏បានមកទិញទុរៀនពុកម៉ែបងប្អូនគាត់ចង់ភ្លក់ទុរៀនខាងខេត្តប្រាជីនពុកម៉ែបងប្អូនគឺខេត្តប្រាជីននិងកូរ៉ាតនគររាជสีមាខេត្តនៅជិបគ្នាពុកម៉ែបងប្អូនជិះឡានកាត់ភ្នំហើយចំពោះមង្ឃុតរបស់គេគឺ3គីឡូ100ពុកម៉ែបងប្អូនមង្ឃុតគឺផ្លែល្អមែនទែនហើយចំពោះទុរៀន1គីឡូ150បាតបើគិតជាលុយខ្មែរយើងប្រហែលជា17000លុយខ្មែរយើង17000រៀលពុកម៉ែបងប្អូនហើយទុរៀនគេឆ្ងាញ់មែនទែនផ្អែមដូចទុរៀនថៅកែរបស់ខ្ញុំគឺថៅកែរបស់ខ្ញុំទុរៀនរបស់គាត់ផ្អែមឆ្ងាញ់ណាស់ពុកម៉ែបងប្អូនតែទុរៀននេះក៏ផ្អែមឆ្ងាញ់ផងដែរគឺផ្អែមដូចស្ករអញ្ចឹងឯងពុកម៉ែបងប្អូនហើយសាច់វាល្អមែនទែនហើយក្រោយពីទិញទុរៀនទិញអីរួចថៅកែគាត់ក៏បានជិះឡានកាត់ភ្នំគេហៅខោយ៉ៃពុកម៉ែបងប្អូនភ្នំនេះគេហៅខោយ៉ៃបើប្រែជាភាសាខ្មែរយើងគេហៅភ្នំធំចំពោះភ្នំខោយ៉ៃសម្បូរសត្វព្រៃពុកម៉ែបងប្អូននេះជិះឡានមកតាមផ្លូវឃើញសត្វប្រើសនៅកណ្ដាលភ្នំនៅលើភ្នំហើយចំពោះភ្នំនេះគឺវែងពុកម៉ែបងប្អូនវែង50គីឡូដីពីខាងប្រាជីនទៅកូរ៉ាតនគររាជสีមាជិះឡានកាត់ភ្នំ50គីឡូទៅក៏ជិះបដើមើលសត្វព្រៃបដើពុកម៉ែបងប្អូនមានសត្វប្រើសមានអម្រៃមានគ្រប់យ៉ាងព្រោះនៅក្នុងភ្នំនេះគឺធំមែនទែនហើយមានស្វាមានអីគឺស្បាយមួយយ៉ាងពុកម៉ែបងប្អូនដល់ពេលជិះតាមព្រៃទៅជួបសត្វព្រៃទៅគឺវាមានអារម្មណ៍ថាដូចថាវាស្រស់ស្រាយពុកម៉ែបងប្អូនគឺស្វាក៏ច្រើនហើយជួបតែស្វាបើដំរីគឺតែយើងមានវាសនាបានជួបដំរីខ្ញុំជិះឡានជាមួយថៅកែខ្ញុំកាត់ទៅបានជួប3 4ដងផងដែរដំរីទៅពេលល្ងាចម៉ោង6ឬមួយក៏ម៉ោង5ល្ងាចនោះបានជួបដំរីផងដែរពុកម៉ែបងប្អូនព្រោះដំរីវាចេញទៅពេលល្ងាចដំរីព្រៃធំមែនទែនហើយកន្លែងស្លាស់ទៅនេះគេដំរីចូលចិត្តដើរត្រេះឯងពុកម៉ែបងប្អូនជាស្រ័យផងគឺដំរីចូលចិត្តដើរហើយបើតាមផ្លូវមកក៏ជួបស្វាជួបដំរីជួបប្រើសពុកម៉ែបងប្អូននេះសត្វអីទេពុកម៉ែបងប្អូនគឺធំមែនទែនដូចមើលទៅដូចមឿនបន្តិចប៉ុន្តែមុខវាដូចស្ទៀងពុកម៉ែបងប្អូនបើថាពុកម៉ែបងប្អូនស្គាល់ខមមិនប្រាប់ខ្ញុំផងពុកម៉ែបងប្អូនខ្ញុំអត់ស្គាល់ទេសូម្បីថៅកែខ្ញុំក៏អត់ស្គាល់ខ្ញុំសួរថៅកែសត្វអីគាត់ក៏ដឹងដែរមើលទៅខ្លួនវាដូចមឿនvàមុខវាដូចជាស្ទៀងផងដែរពុកម៉ែបងប្អូនគឺធំមែនទែនសត្វនេះឈរវាតុំនឹងបកគលសគឺធំមែនខ្មៅមុខវាខ្ញុំអត់ស្គាល់ទេសួរតកែយ៉ាងណាក៏ស្គាល់តកែក៏គាត់អត់ស្គាល់គឺក្នុងព្រៃជីបដើមើលសត្វព្រៃបដើពុកម៉ែបងប្អូនប្រដូចភ្នំធំមែនទែនភ្នំនៅទីនេះពុកម៉ែបងប្អូនហើយសម្បូរឃ្មុំអានេះឃ្មុំស្អីគេទេពុកម៉ែបងប្អូនធំមែនទែនឃ្មុំនៅនឹងព្រៃហើយដើមឈើធំនៅព្រៃនៅនឹងនគររាជสีមានៅនឹងភ្នំធំពុកម៉ែបងប្អូនភ្នំនេះគឺទំហំវា5ខេត្តក្រុងពុកម៉ែបងប្អូនថៅកែខ្ញុំសួរគាត់ទៅគាត់ប្រាប់ថាវែង5ខេត្តក្រុងផងដែរគឺវែងមែនទែនធំមែនទែនភ្នំធំរបស់គេហៅថាខោយ៉ៃពុកម៉ែបងប្អូនហើយតកែគាត់ក៏បានដាក់ដើមមង្ឃុតមកដល់ផ្ទះគាត់ផងដែរគឺមង្ឃុតថ្លៃមែនទែនមកដល់1500បាតផងដែរពុកម៉ែបងប្អូនមានទាំងដើមមង្ឃុតមានទាំងដើមមាក់ប្រេងឬមួយក៏មាក់ប្រាងនេះពុកម៉ែបងប្អូនផ្លែផ្អែមវាមាន2ឈ្មោះទៅខ្ញុំអត់សូវដឹងប្រហែលទេអធិស្ឋានផងពុកម៉ែបងប្អូនហើយដើមមង្ឃុតក៏ទិញ6ដើមក៏ដាំដើមឈើគ្រប់យ៉ាងពុកម៉ែបងប្អូនចាំខ្ញុំបង្រៀនអំពីការដាំបង្រៀនអំពីការដាក់ជីជូនពុកម៉ែបងប្អូនវីដេអូក្រោយទៀតពុកម៉ែបងប្អូននេះថៅកែក៏ទិញយកមកទុកដូចជាធរៀនដូចជាអីផងដែរហើយសម្រាប់វីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណពុកម៉ែបងប្អូនដែលបានចំណាយពេលវេលាដ៏មានតម្លៃមើលវីដេអូខ្ញុំដល់ចប់ផងដែរអរគុណជម្រាបលាសុខសប្បាយបាយ